សូមជម្រាបសួរមកម្ដងទៀតហើយនៅក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការបង្ហាញអំពីការបាញ់ថ្នាំគ្រាប់ថ្មក្រានីតដែលមានលក្ខណៈដូចជាមួយនឹងថ្មម៉ាបធម្មជាតិអញ្ចឹងបងចានៅក្នុងសម្រាប់ការបាញ់ទៅលើផ្ទៃជញ្ជាំងនេះគឺគាត់បានធ្វើការកាត់ឡង់ទៅលើផ្ទៃរបងធ្វើការកាត់ឡង់ពណ៌ខ្មៅដោយសារតែគាត់ប្រើពណ៌លក្ខណៈបែបប្រភេទអញ្ចឹងពណ៌ខ្មៅគឺស៊ីជាមួយនឹងប្រភេទថ្នាំគ្រាប់ក្រានីតដែលគាត់បានធ្វើការជ្រើសរើសផងដែរចាសម្រាប់ការបាញ់នេះគឺគាត់បានធ្វើការបាញ់ទឹកទី2ហើយគឺជាទឹកចុងក្រោយបន្ទាប់ពីគាត់បានធ្វើការបាញ់មួយទឹកស្ងួតរួចរាល់ផងដែរបន្ទាប់ពីគាត់បានធ្វើការបាញ់ថ្នាំក្រានីតហ្នឹងគាត់បាញ់ស្ងួតហើយទើបគាត់វាក់នេះពីលើម្ដងគឺជាការបង្ហាញអំពីថ្នាំពណ៌ដែលបងប្អូនអាចធ្វើការពិនិត្យមើលបានចានៅក្នុងនេះគឺផ្ទៃរបងគឺគាត់បានធ្វើការ highlight ជ្រីដោយប្រើពណ៌យ៉ាងប្រភេទដិតចាហើយសម្រាប់ផ្ទៃរបងផងដែរគឺគាត់ធ្វើការលាបពណ៌យ៉ាងសដែលមានគ្រាប់ធាតុល្អិតជាច្រើនពណ៌លាយចូលគ្នាផងដែរចានៅក្នុងនោះគឺគាត់ធ្វើការ highlight ពណ៌ខ្មៅដោយកាត់ឆ្នូតបែបហ្នឹងគឺជួយធ្វើឲ្យផ្ទៃជញ្ជាំងកាន់តែមានភាពស្រស់ស្អាតក៏ដូចជាធ្វើឲ្យផ្ទៃជញ្ជាំងគឺមានផ្ទៃរាបស្មើដែលយើងអាចមើលឃើញពីភាពអាឡូកទោះបីជាជញ្ជាំងហ្នឹងមានភាពអាឡូកអីតិចតួចក៏ដោយក៏យើងអាចមើលឃើញនឹងភ្នែកបានដែរមិនថាទាំងផ្ទៃជញ្ជាំងឬក៏ផ្ទៃរបងផ្ទះឬក៏វិឡាភូមិគ្រឹះអីក៏ដោយគឺស័ក្តិសមមែនទែនដោយសារតែប្រភេទថ្នាំនេះគឺមានលក្ខណៈដូចជាមួយនឹងថ្មម៉ាបធម្មជាតិអញ្ចឹងដែលបងប្អូនអាចក្នុងការពិនិត្យមើលក៏ដូចជាភាពខុសគ្នារវាងថ្នាំធម្មតាហើយនិងថ្នាំប្រភេទថ្នាំគ្រាប់ថ្មក្រានីតនេះផងដែរគឺមានភាពស្រស់ស្អាតមែន